អូខេសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនទាំងគ្នាពីរបៀបដកប្រាក់ពី PayPal account មកកាន់ធនាគារស្រុកខ្មែររបស់យើងបាទយើងអាចដកប្រាក់តាមរយៈ Visa Card ឬក៏ Master Card ហើយមួយទៀតគឺយើងអាចដកប្រាក់តាមរយៈធនាគារបានដែរបាទអញ្ចឹងនៅលើអេក្រង់នេះខ្ញុំមាន PayPal account ពីរប្រភេទបាទសម្រាប់ដកមកកាន់ធនាគារស្រុកខ្មែររបស់យើងបាទទី1ខាងឆ្វេងដៃដែលខ្ញុំកំពុងបង្ហាញនេះបាទនេះគឺជា personal account របស់ប្រទេស UK បាទជា account របស់ខ្ញុំផ្ទាល់តែម្ដងបាទ account នេះគឺមានចំនួនទឹកប្រាក់108 pound បាទអញ្ចឹងលុយនេះយើងអាចដកមកកាន់ធនាគារស្រុកខ្មែររបស់យើងតាមរយៈ Visa Card ឬក៏ Master Card ក៏បានបាទហើយតាមរយៈធនាគារក៏បានដែរបាទហើយខាងស្នាមដៃនេះគឺជា business account បាទ business account របស់ប្រទេសបារាំងបាទអូខេអញ្ចឹងខ្ញុំធ្វើការផ្ទេរប្រាក់ពី business account នេះទៅកាន់ personal account នេះដើម្បីឲ្យប្រាក់នេះចូលគ្នាធ្វើការដកប្រាក់បាទអញ្ចឹងខ្ញុំមកធ្វើការផ្ទេរប្រាក់ពី business account នេះសិនបាទហើយចូលមកនេះចាំយើងធ្វើការដកបាទអូខេអញ្ចឹងកន្លែងនេះខាងស្នាមដៃនេះ business account អញ្ចឹងខ្ញុំយកកន្លែង send money ខាងក្រោមនេះបាទ send money កន្លែងនេះបាទហើយបន្ទាប់មកខ្ញុំយក account បាទខ្ញុំដែលត្រូវវេចូលបាទអូខេអញ្ចឹងយើងយកខាងក្រោមនេះដុល្លារដូចគ្នាមកបាទដុល្លារដូចគ្នាអូខេអញ្ចឹងយើងដាក់ចំនួនទឹកលុយមកបាទ$14ចុចខ្ញុំយកដាក់តែ50ទេ$14.50បាទអូខេអញ្ចឹងយើងចុចបន្តទៅទៀតកន្លែងនេះបាទចុចកន្លែងនេះនិចបន្តទៅដើម្បីធ្វើការផ្ទេរប្រាក់មកអញ្ចឹង$14 total $14ប៉ុន្តែយើងបាញ់ពីនឹងទៅគឺអត់អស់ទេយើងយកបែបនេះគឺអត់អស់សេវាខាងនេះទេប៉ុន្តែគេកាត់ខាងនេះគេកាត់ខាង personal account នេះគឺគេកាត់បាទអញ្ចឹងខ្ញុំបាញ់$1450បាទ send money អូខេអញ្ចឹងទៅហើយបាទអញ្ចឹង$14គឺទៅហើយខ្ញុំថយមកក្រោយវិញបាទចូលហើយគឺអស់ហើយចូលមើលនៅសល់43សេនអញ្ចឹងខាងនេះគឺអស់ហើយអញ្ចឹងយើងមកធ្វើខាងនេះម្ដងបាទខាងនេះយើង refresh មួយមកគឺឃើញលុយចូលហើយលុយចូល$14.40$14.50បានតែ$13.49ទេបាទនេះ$13.49អញ្ចឹងកាត់អស់1រៀលអូខេអញ្ចឹងលុយទាំងអស់នេះគឺ118 pound 118 pound យើងអាចធ្វើការដកមកចូលបាទធនាគារស្រុកខ្មែររបស់យើងបាទអញ្ចឹងកន្លែងនេះយើងអាច search រកកន្លែង send money ឬក៏ wallet នេះក៏បាន send and request នេះក៏បានបាទកន្លែង wallet នេះក៏បានហើយយើងយកកន្លែង transfer money នេះក៏បានអូខេអញ្ចឹងយើងយកកន្លែង transfer money អញ្ចឹងនៅក្នុងនេះគឺមានពីជំរើសខាងលើនេះកន្លែងនេះគឺខ្ញុំបានភ្ជាប់ធនាគាររួចហើយខ្ញុំទៅចូលទៅគឺឃើញធនាគាររបស់ខ្ញុំនៅកន្លែងនេះធនាគារនេះគឺ West Bank គឺខ្ញុំគ្រាន់តែចុចមកคลิกទៅគឺចូលទៅកាន់ West Bank របស់ខ្ញុំហើយបាទប៉ុន្តែខ្ញុំអត់យកកន្លែងហ្នឹងទេបើសិនជាយើងចង់ដូរទៅកាតឬក៏ Master Card យើងចុចកន្លែងឆេងនេះមកយើងយកកន្លែង Link Card បាទ Link Card បាទ Link Card ឬក៏យើងចង់បន្ថែមធនាគារអីយើងយកកន្លែងនេះមកយើងបន្ថែមធនាគារទៀតបាទប៉ុន្តែខ្ញុំយកជំរើសទី2ខ្ញុំយកផ្ទេរមកខ្មែរតែម្ដងបាទតាមរយៈធនាគារបាទអញ្ចឹងយើងយកក្រោមនេះ transfer to Wisdom បាទក្រោមនេះអូខេអញ្ចឹងយើងចុចមកចុចបន្តទៀតរងចាំបន្តិចបាទអញ្ចឹងកន្លែងនេះយើងត្រូវការជ្រើសរើសប្រទេសរបស់យើងមកយើងដាក់ Cambodia មកបាទ Cambodiaអូខេអញ្ចឹងកន្លែងនេះយើងយកមាន2ជំរើសយើងយក mobile wallet ឬក៏ cash pick up បាទអញ្ចឹងខ្ញុំដាក់ចំនួនលុយសិនកន្លែងនេះ118 pound យើងដកទៅ110បាទ110អញ្ចឹងនៅកាត់សេវាកាត់អីទៀតយើងដក110បាទ110 140អញ្ចឹងនេះ143ចុះឥឡូវយើងចុះ143$143បាទអញ្ចឹងកន្លែងនេះគឺមាន2ជំរើសយើងយកអានេះទៅកាន់វិញ mobile wallet យើងអាចដកចូលវិញហើយខាងក្រោមនេះចូលធនាគារបាទ
ចឹងបើយើងដកចូលធនាគារយើងចុចយកខាងក្រោមហើយចុច next បាទគឺមាន2ធនាគារគឺ ABA ហើយនិងSacombank បាទ Sacombank អញ្ចឹងយើងអាចដកតាម IA នេះបាទតាមនេះអញ្ចឹងយើងដកតាមនឹងមកហើយម៉ោងដែលគេត្រូវដកបាទត្រូវធ្វើការគឺម៉ោង9ដល់ម៉ោង4ល្ងាចបាទឥឡូវគឺម៉ោង 7:05 ហើយបាទអញ្ចឹងខ្ញុំសូមថយមកក្រោយវិញខ្ញុំដកចូលធនាគារវិញបាទអញ្ចឹងខ្ញុំយកលើនេះបាទយកលើនេះចូលទៅកាន់វិញបាទចូលមកកាន់វិញអញ្ចឹងយើងដាក់លេខទូរស័ព្ទដែលភ្ជាប់ជាមួយវិញមកអូខេតោះមកចុច next បន្តអញ្ចឹងកន្លែងនេះយើងដាក់អញ្ចឹងកន្លែងនេះយើងដាក់ឈ្មោះមកបាទក្រោមនេះ city ដាក់ភ្នំពេញក៏បានបាទហើយតមកលេខទូរស័ព្ទយើងដាក់លេខទូរស័ព្ទបាញ់មកបាទហើយ email យើងដាក់ email មួយមកយ៉ាលេខមួយទៀតអូខេអញ្ចឹងប៉ុណ្ណឹងហើយយើងចុច next បន្តទៅទៀតបាទចុច next មកអញ្ចឹងខ្ញុំយក2ខ្ញុំយកឲ្យផ្ញើមកនេះបាទផ្ញើមកលេខមួយនេះអញ្ចឹងខ្ញុំចុច next ខ្ញុំមានលេខទូរស័ព្ទអូខេអញ្ចឹងខ្ញុំយកលេខទូរស័ព្ទសិនអញ្ចឹងខ្ញុំបានកូដមកហើយអូខេបន្តមក submit អញ្ចឹងថ្លៃសេវាគេកាត់នេះ 4.99 ផោនអញ្ចឹងយើងចុច next បន្តទៀតបាទអញ្ចឹងយើងមើលចំនួនទឹកលុយដែលយើងត្រូវបានបាទនេះកន្លែងនេះ 110.56 $143 total យក pay 115បាទនេះអញ្ចឹងនេះគេកាត់អស់115អូខេអញ្ចឹងយើងចុច send ខាងក្រោមនេះអញ្ចឹង transfer to by ម៉ោង 10:09 បាទកន្លែងនេះអញ្ចឹងយើងចុច done តើបាទអូខេលុយយើងអស់ហើយសល់តែ3ផោនទេណាបាទអូខេរួចរាល់ប៉ុណ្ណឹងទៅយើងរងចាំលុយចូលទៅហើយវីដេអូនេះមានតែប៉ុណ្ណឹងទេបាយបាយ